ថៃនឹងធ្វើតាមការសន្យាដែរឬទេនៅព្រឹកថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025នេះភាគីកម្ពុជាដែលមានអាជ្ញាធរនិងអ្នកសារព័ត៌មានព្រមទាំងរថយន្តសង្គ្រោះជាច្រើនគ្រឿងទៅរងចាំនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតដើម្បីរងចាំដំណើរវិលត្រឡប់របស់យោធាកម្ពុជាទាំង18រូបតាមការសន្យារបស់ថៃកាលពីកន្លងទៅយ៉ាងណាក្តីយើងមិនទាន់ដឹងថាភាគីថៃនឹងដោះលែងយោធាកម្ពុជាទាំង18រូបនោះមកវិញតាមការសន្យាដែរឬទេខណៈដែលថ្ងៃទី10ខែវិច្ឆិកា2025កន្លងទៅភាគីថៃបានប្រកាសថានឹងមិនទាន់ដោះលែងឬលុបចោលផែនការដោះលែងយោធាទាំង18នោះវិញហើយគួររំលឹកថាថៃមិនត្រឹមតែបញ្ឈប់ការដោះលែងទាហានខ្មែរទាំង18រូបនោះទេនាយករដ្ឋមន្ត្រីថៃអនុទីននឹងប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពថែមទៀតផងកាលពីថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025កន្លងទៅនេះលោកអនុទីនដែលជានាយករដ្ឋមន្ត្រីរបស់ថៃបានចេញមកផ្ដល់បទសម្ភាសន៍បន្ទាប់ពីមានព័ត៌មានថាទាហានថៃ2នាក់បានដើរចន់មានរបួសសារជាថ្មីនៅតំបន់ទន់មុខប្រាសាទព្រះវិហារលោកអនុទីនក៏បានឲ្យដឹងថាលោកគាំទ្រជាមួយនឹងក្រសួងការពារជាតិព្រមទាំងមេទ័ពទាំងអស់ដែលអ្វីដែលដំណើរការជាមួយកម្ពុជាកន្លងមកនេះគឺត្រូវបានបញ្ឈប់គ្រប់យ៉ាងរហូតដល់មានភាពច្បាស់លាស់ឡើងវិញហើយជាពិសេសគឺបញ្ឈប់ការដោះលែងទាហានខ្មែរទាំង18នាក់តែម្ដងដោយឡែកលោកសេរីពងដែលជាអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានបញ្ជាក់ចំហរបស់រដ្ឋាភិបាលរបស់ខ្លួនថារដ្ឋាភិបាលមិនអាចទទួលយកបាននិងមិនសម្របសម្រួលជាមួយកម្ពុជាទេហើយក៏បានផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលជាសេចក្តីប្រកាសរួមជាបណ្ដោះអាសន្នសិនដោយមិនមានពេលកំណត់ច្បាស់លាស់នៅឡើយទេហើយចុងក្រោយនឹងធ្វើការតវ៉ានិងការជូនដំណឹងដល់អ្នកសង្កេតការណ៍អន្តរជាតិស្របទៅតាមយន្តការផងដែរក្នុងនោះផងដែរក្រសួងការបរទេសកម្ពុជាបានសម្ដែងការព្រួយបារម្ភចំពោះបំណងរបស់ភាគីថៃដែលចង់ផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងប្រមុខរដ្ឋាភិបាលកម្ពុជានិងថៃដែលជាកិច្ចព្រមព្រៀងសន្តិភាពតាមរយៈបន្តព្រំដែនរវាងប្រទេសទាំងពីរក្តីបារម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាពេលនេះគឺបានសម្ដែងឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានដកស្រង់សម្ដីថ្នាក់ដឹកនាំរបស់ថៃដែលបង្ហាញថាប្រទេសថៃផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាដែលមានវត្តមានរបស់លោកដូណាល់ត្រាំដែលជាប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនិងដែលជាប្រធានបដូវវេនអាស៊ានធ្វើជាសាក្សីនៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាថារាជរដ្ឋាភិបាលកម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះដំណឹងទាំងនេះខណៈក្រសួងការបរទេសកម្ពុជាក៏ច្រានចោលនៅការចោទប្រកាន់ជាថ្មីម្ដងទៀតរបស់ថៃថាកម្ពុជាបានដាក់មីននៅតាមតំបន់ព្រំដែនបន្ទាប់ពីព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025បានធ្វើឲ្យទាហានថៃ2នាក់រងរបួសនៅព្រំដែនកម្ពុជាថៃត្រង់តំបន់ភ្នំទ្របជិតប្រាសាទព្រះវិហាររបស់កម្ពុជាហេតុការណ៍នេះហើយដែលត្រូវបានភាគីថៃលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តនៅសេចក្តីថ្លែងការណ៍រួមខាងលើរួមទាំងការលុបចោលគម្រោងដោះលែងទាហានទាំង18រូបរបស់កម្ពុជាពីការឃុំឃាំងនៅឯប្រទេសថៃដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី12ខែវិច្ឆិកាឆ្នាំ2025ក្រសួងការបរទេសកម្ពុជាក៏បានអះអាងអំពីការដឹងឮយ៉ាងសុសសាយនៃការពិតថាចំការមានភាគច្រើននៅតាមបណ្ដោយព្រំដែនកម្ពុជាថៃដែលបន្សល់ទុកពីចំនួនសង្គ្រាមស៊ីវិលកម្ពុជារយៈពេលជិត30ឆ្នាំនៅក្នុងទសវត្សរ៍ទី1970និង1980មិនទាន់ត្រូវបានបោសសម្អាតនៅឡើយទេដោយសារតែភូមិសាស្ត្រលំបាកនិងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនច្បាស់លាស់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអះអាងដូចនេះថាក្នុងនាមជាប្រទេសដែលបានគាំទ្រយ៉ាងមុតមាំនិងជារដ្ឋនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្សកម្ពុជាមិនដែលប្រើប្រាស់ហើយក៏នឹងមិនប្រើប្រាស់មីនឡើយជាថ្មីម្ដងទៀតរាជរដ្ឋាភិបាលកម្ពុជាតាមរយៈសេចក្តីថ្លែងការណ៍ក្រសួងការបរទេសបញ្ជាក់ថាកម្ពុជានៅតែបដិញ្ញាចិត្តអនុវត្តសេចក្តីថ្លែងការណ៍រួមដែលត្រូវបានចុះហត្ថលេខាជាមួយនឹងការសាទរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ